ជាបឋមសូមជម្រាបសួរលោកគ្រូទេខ្ញុំត្រូវការបកស្រាយនៅមេរៀនសប្តាហ៍ទី10ការវិតម្លៃផលប័ត្រដែលហៅថា portfolio assessment បែ1ការវិតម្លៃផលប័ត្រចរិតលក្ខណៈផលប័ត្រគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ផលប័ត្រប្រភេទផលប័ត្រការរៀបចំនិងការអនុវត្តវិតម្លៃផលប័ត្រនិងចរិតទី1គឺសង្ខេបបាទការវិតម្លៃផលប័ត្រដែលយើងហៅថា portfolio នឹងមានន័យដូចម្ដេចចំពោះការវិតម្លៃលើការសិក្សាចឹងវាដំណើរការនៃការប្រមូលនិងវិតម្លៃតាមលំដាប់ឬបញ្ចប់ដើម្បីជាឯកសារនៃវឌ្ឍនភាពចំពោះទៅរកការសម្រេចគោលដៅនៃការសិក្សាប្រមូលស្នាដៃការងារផ្សេងៗដើម្បីជាផុសតាងក្នុងការរីកចម្រើនប្រាប់ពីការរីកចម្រើនក្នុងការសិក្សារបស់សិស្សការប្រមូលកិច្ចការនិងផុសតាងសិក្សាការវិតម្លៃផលប័ត្រគឺជាការវិតម្លៃលើការប្រមូលផ្ដុំការងាររបស់សិស្សក្នុងរយៈពេលណាមួយម្យ៉ាងទៀតវាជាការប្រមូលផ្ដុំកិច្ចការរបស់សិស្សក្នុងគោលបំណងប្រើប្រាស់ដើម្បីពន្យល់អំពីការប្រឹងប្រែងភាពរីកចម្រើននិងការសម្រេចសមិទ្ធផលរបស់សិស្សក្នុងវិជ្ជាណាមួយពីចរិតលក្ខណៈនៃផលប័ត្របើយោងតាម Aristian 2000ដល់2001កាឡាគេការប្រមូលផ្ដុំកិច្ចការសិស្សដែលត្រូវបានរៀបចំដោយផលប័ត្រទៅផ្ដោតលើលក្ខណៈពិសេស3យ៉ាង1ការប្រមូលកិច្ចការរបស់សិស្សត្រូវមានគោលបំណងច្បាស់លាស់2សិស្សត្រូវចូលរួមយ៉ាងសកម្មក្នុងការដំណើរការជ្រើសរើសកិច្ចការដែលត្រូវដាក់បញ្ចូលក្នុងផលប័ត្រ3សិស្សត្រូវចូលរួមយ៉ាងសកម្មក្នុងការឆ្លុះបញ្ចាំងខ្លួនឯងបាទជាបន្តគឺគោលបំណងបាទបន្ស៊ីជាមួយនឹងវត្ថុបំណងស្តង់ដារនិងបំណិនសតវត្សទី21ផលិតផលការងារការប្រមូលផ្ដុំរៀបចំបានល្អនិងមានលក្ខណៈជាប្រព័ន្ធសិស្សមានការចូលរួមនិងការលើកទឹកចិត្តកម្រិតខ្ពស់កិច្ចការឬស្នាដៃរបស់សិស្សម្នាក់ៗជ្រើសរើសខ្លឹមសារមេរៀនដោយខ្លួនឯងបាទ3គុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ផលប័ត្រគុណសម្បត្តិជំវិញស្វ័យវិតម្លៃនិងការវិតម្លៃបែបសហការរបស់សិស្សបង្កើនការលើកទឹកចិត្តរបស់សិស្សផ្ដោតលើចំណុចខ្លាំងក្នុងអ្វីដែលពួកគេអាចធ្វើបានការវិតម្លៃមានលក្ខណៈជាបុគ្គលឧទាហរណ៍ជាក់ស្ដែងសម្រាប់កិច្ចប្រជុំរបស់ឪពុកម្ដាយមានភាពបត់បែននិងប្រែប្រួលតាមអាយុមុខវិជ្ជាប្រភេទផលិតផលសមត្ថភាពចំណាប់អារម្មណ៍និងរបៀបនៃការរៀនចំពោះគុណវិបត្តិត្រូវការបណ្ដុះបណ្ដាលគ្រូពិបាកក្នុងការដាក់បន្ទុកនាំឲ្យមានភាពជឿជាក់ទាបចំណាយពេលចាស់ក្នុងការបង្កើតលក្ខណៈវិនិច្ឆ័យការដាក់បន្ទុកនឹងជួបសិស្សអាចជ្រើសរើសព័ត៌មានដើម្បីបញ្ចូលក្នុងផលប័ត្រមិនបានល្អគំរូនៃផលិតផលសិស្សអាចនាំទៅរកភាពខ្សោយនៃការធ្វើទូទៅកម្មបាទឪពុកម្ដាយអាចនឹងពិបាកយល់ពីផលប័ត្រ4ប្រភេទផលប័ត្រអញ្ចឹងSpamdale and Colham 1995សំណូមពរឲ្យប្រើផលប័ត្រ4ប្រភេទរួមបញ្ចូលជាមួយនឹងផលប័ត្រ Digital មួយទៀតដូចជា1ផលប័ត្រស្នាដៃដែលយើងហៅថា Collaboration Portfolio 2ផលប័ត្រសមត្ថភាពដែលយើងហៅថា Comprehension Achievement Portfolio 3ផលប័ត្រគម្រោងដែលយើងហៅថា Project Portfolio 4ផលប័ត្រប្រាប់ពីការរីកចម្រើនដែលយើង grow portfolio និងចុងក្រោយគឺទី5ផលប័ត្រ digital portfolio បាទមួយផលប័ត្រស្នាដៃដែលយើងហៅថាcelebration portfolio គោលបំណងបង្ហាញពីកិច្ចការល្អបំផុតរបស់សិស្សឬអ្វីដែលសិស្សមានមោទនភាពប្រើជាការចងចាំដែលគ្រូសុំសិស្សឲ្យបង្កើតជាការប្រមូលនៅកិច្ចការផ្ទាល់ខ្លួនដែលសិស្សពេញចិត្តជាពិសេសអនុស្សាវរីយ៍នៃការសិក្សាប្រើដើម្បីទំនាក់ទំនងជាមួយគ្រួសារបង្ហាញនៅអ្វីដែលសិស្សមានមោទនភាពបំផុតឬដើម្បីបង្ហាញឧទាហរណ៍វិជ្ជមាននៃបទពិសោធន៍សិក្សាឬសកម្មភាពក្នុងថ្នាក់របស់សិស្ស2ផលប័ត្រសមត្ថភាពដែលយើងហៅថា Competent Achievement Portfolio បង្ហាញពីកម្រិតនៃការសម្រេចសមិទ្ធផលដោយគោរពតាមគោលដៅសិក្សាឬលទ្ធផលរំពឹងទុកមួយឬច្រើនប្រភេទផលប័ត្រនេះអាចប្រើជាមួយសិស្សនៅគ្រប់កម្រិតថ្នាក់បាទជិតទី3គឺផលប័ត្រគម្រោងដែលយ៉ាងថា Project Portfolio ប្រើដើម្បីចងក្រងឯកសារ
នៃការបញ្ចប់ជំហាននីមួយៗនៅក្នុងគម្រោងដែលធ្វើឡើងក្នុងរយៈពេលមួយធាតុដែលបានបញ្ចូលផ្ដល់នៅផុសតាំងនៃការចូលរួមក្នុងដំណាក់កាលនីមួយៗនៃការងាររបស់គម្រោងបាទទី4គឺផលប័ត្រប្រាប់ពីការរីកចម្រើនរយៈទៅ grow portfolio បង្ហាញពីតនភាពឆ្ពោះទៅរកការសិក្សាមុខវិជ្ជាមួយកាន់តែប្រសើរប្រមូលគំរូនៃការងារក្នុងរយៈពេលមួយដើម្បីបង្ហាញពីការរីកចម្រើននៃចំណេះដឹងនិងជំនាញរក្សាទុកគំរូនៃសំណេរតាំងពីដើមឆ្នាំសិក្សាបន្ថែមគំរូបន្តបន្ទាប់ដាក់នៅក្នុងផលប័ត្រយ៉ាងទៀងទាត់ក្នុងរយៈពេល1ឆមាសឬក៏1ឆ្នាំឲ្យឆ្លុះបញ្ចាំងដែលបានសរសេរតាមពេលវេលាពិពណ៌នាពីការផ្លាស់ប្ដូរដែលបង្ហាញនៅក្នុងសមិទ្ធផលនិងសមិទ្ធភាពដែលរីកចម្រើនបន្តិចម្ដងចំណុចទីក្រោយគឺ5ផលប័ត្រ digital portfolio ផលប័ត្រ digital គឺជាការផ្លាស់ប្ដូរការប្រមូលភស្តុតាងអេឡិចត្រូនិកដែលជាធម្មតាត្រូវបានរក្សាទុកនិងគ្រប់គ្រងលើអ៊ីនធឺណិតឬដោយកម្មវិធី software app បាទទី6គឺសារៈសំខាន់នៃផលប័ត្រ digital វាផ្ដល់នូវការរក្សាទុកព័ត៌មានប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពសិស្សអាចបន្ថែមឧទាហរណ៍ការឆ្លុះបញ្ចាំងនិងទាញសន្និដ្ឋានលើកកម្ពស់ការចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្រសង្កត់ធ្ងន់លើបុគ្គលឬការច្នៃប្រឌិតនិងសម្លេងរបស់សិស្សផ្ទាល់ងាយស្រួលប្រើប្រាស់និងអាចផ្លាស់ប្ដូរទៅគ្រប់ទីកន្លែងការរៀបចំនិងអនុវត្តការវិតម្លៃតាមផលប័ត្រជំហានក្នុងការរៀបចំនិងអនុវត្តការវិតម្លៃផលប័ត្រ1កំណត់គោលបំណង2កំណត់រចនាសម្ព័ន្ធរូបរាង digital 3កំណត់ខ្លឹមសារ4កំណត់ការណែនាំស្វ័យវិតម្លៃនិងលក្ខណៈវិនិច្ឆ័យការដាក់ពិន្ទុសិស្ស5ពិនិត្យឡើងវិញជាមួយសិស្ស6ការដាក់ខ្លឹមសារ7ស្វ័យវិតម្លៃរបស់សិស្សលើខ្លឹមសារមេរៀន8ការវិតម្លៃរបស់គ្រូនិងព័ត៌មានត្រឡប់កិច្ចប្រជុំរវាងគ្រូនិងសិស្សបាទអញ្ចឹងក្នុងការរៀបចំនិងការអនុវត្តការវិតម្លៃផលប័ត្រការកំណត់គោលបំណងទី1គឺយើងទៅកំណត់ច្បាស់លាស់អំពីគោលបំណងនៃការវិតម្លៃទី2គឺលើកកម្ពស់អរិយប័ត្រសិស្សទី3អភិវឌ្ឍបណ្ឌិតសិល្បៈទី21ទី4បន្ស៊ីគ្នាជាមួយនឹងស្តង់ដារខ្លឹមសារមុខវិជ្ជានិងទី5គឺលទ្ធផលសិក្សារំពឹងទុកនៃមុខវិជ្ជានិងលទ្ធផលសិក្សារំពឹងទុកដោយក្រសួង2ការកំណត់រចនាសម្ព័ន្ធរូបរាងឬ digital ខ្លឹមសារផលប័ត្រដែលផ្អែកលើกระดาษត្រូវបានបោះពុម្ពនិងរក្សាទុកក្នុងគ្រូណូពិចារណាលើទំហំនិងការរក្សាទុកសម្ភារៈដែលត្រូវការសម្រាប់ខណ្ឌបែងចែកឯកសាររចនាសម្ព័ន្ធ digital ប្រែប្រួលតាមកម្មវិធីឬបង្កើតខ្លួនឯងមើលឃើញនិងអាចចូលប្រើប្រាស់បានblog ងាយស្រួលបង្កើតហើយត្រូវបានប្រើសម្រាប់ផលប័ត្រ digital ការរៀបចំឯកសារទុកក្នុងផលប័ត្របាទអញ្ចឹងចំណុចបន្តទៀតគឺតើតើមួយរចនាសម្ព័ន្ធ digital បានជាបង្កើតវេទិកាកម្មវិធីការរក្សាទុកលើពពកឬអនឡាញបាទយើងហៅថាទម្រង់ digital និងការវិវត្តកាន់តែទំនើបបាទ3ខ្លឹមសារនិងនៃផលប័ត្រគឺមានគម្រោងកិច្ចការនិងការវិតម្លៃលំដាប់នៃគម្រោងកិច្ចការឧទាហរណ៍នៃមុខវិជ្ជាជាក់លាក់ប្រភេទដែលត្រូវនឹងគោលបំណងបាត់បែននិងលក្ខណៈជាបុគ្គលបាទ4ការកំណត់ការណែនាំស្វ័យវិតម្លៃនិងលក្ខណៈវិនិច្ឆ័យនៃការដាក់ពិន្ទុសិស្សបាទបង្កើតគោលបំណងណែនាំសម្រាប់ស្វ័យឆ្លុះបញ្ចាំងលក្ខណៈវិនិច្ឆ័យនៃការដាក់ពិន្ទុសម្រាប់វិតម្លៃការចូលរួមរបស់សិស្សក្នុងការអភិវឌ្ឍបាទភាពជាម្ចាស់ក្នុងការសហការធានាគុណភាពនិងសុចរិតភាពចំណុចទី5ពិនិត្យឡើងវិញជាមួយសិស្សបញ្យល់ពីផលប័ត្របង្ហាញឧទាហរណ៍ផ្ដល់ឱកាសឲ្យសិស្សសួរសំណួរផ្ដល់រចនាសម្ព័ន្ធគ្រប់គ្រាន់ប៉ុន្តែលើកទឹកចិត្តដល់ស្វ័យភាពរបស់សិស្សបាទ6ការដាក់ខ្លឹមសារគឺពិចារណាពីភាពស្មុគស្មាញនិងគោលដៅសិក្សាកំណត់អ្នកដែលជ្រើសរើសខ្លឹមសារផលប័ត្របន្ថែមស្នាដៃសិស្សជាប្រចាំបាទតុល្យភាពនៃការចូលរួមរបស់សិស្សនិងការប្រកួតពិនិត្យរបស់គ្រូ
ដែលជៀសវាងភស្តុតាងលើសលប់ឬមិនគ្រប់គ្រាន់ដល់ការណែនាំសម្រាប់ការជ្រើសរើសខ្លឹមសារសម្រាប់ចិត្តលើចំនួនគំរូ sample ពិចារណាពីអាយុបទពិសោធន៍និងគោលបំណងពិចារណាលើភាពសុខស្មាញនិងគោលដៅសិក្សា 7. ស្វ័យវិតម្លៃរបស់សិស្សលើខ្លឹមសារមេរៀនបង្រៀនសិស្សឲ្យចេះវិភាគនិងរិះគន់កិច្ចការរបស់ខ្លួនចាប់ផ្ដើមជាមួយនឹងការឆ្លុះបញ្ចាំងសាមញ្ញឈានទៅរកការវិតម្លៃកាន់តែស្មុគស្មាញការប្រើប្រាស់តម្រុយនិងសំដួលលើកទឹកចិត្តឲ្យមានភាពឆ្លុះបញ្ចាំងស្វ័យឆ្លុះបញ្ចាំងសម្រាប់ការយល់ដឹងអំពីការចូលរួមរបស់សិស្សចំណុចខ្លាំងនិងតម្រូវការក្នុងការបង្រៀនការវិតម្លៃពីមិត្តភ័ក្តិនិងការចូលរួមពីមេដាបេដាអាចបង្កើនដំណើរការនេះ 8. ការវិតម្លៃរបស់គ្រូនិងព័ត៌មានត្រឡប់ការវិតម្លៃផលបត្តិដោយប្រើតារាងបញ្ជីការវិតម្លៃគុណភាពរួមការវិតម្លៃដាក់បញ្ចូលឯកសារជាមួយបុគ្គលនិងការវិតម្លៃលទ្ធផលសិក្សារំពងទុកតាមម៉ោងសិក្សាវិតម្លៃគុណភាពរួមនៃបណ្ដុំផលបត្តិវិតម្លៃការដាក់បញ្ចូលឯកសាររបស់សិស្សដោយផ្អែកលើវត្ថុបំណងសិក្សានិងស្តង់ដារ ការវិតម្លៃរបស់គ្រូនិងព័ត៌មានត្រឡប់ផ្ដល់មតិកែលម្អដើម្បីណែនាំសិស្សអំពីការរីកចម្រើនពិចារណាការប្រើនីតិបទលក្ខណៈវិនិច្ឆ័យនៃការដាក់ពិន្ទុគ្រប់គ្រងការលូតលាស់និងអភិវឌ្ឍរបស់សិស្ស 9 កិច្ចប្រជុំរវាងគ្រូនិងសិស្សត្រួតពិនិត្យខ្លឹមសារការឆ្លុះបញ្ចាំងការវិតម្លៃរៀបចំការប្រជុំទៀងទាត់ពេញមួយឆ្នាំបង្កើតទំនុកចិត្តនិងបញ្ជាក់ពីគោលបំណងនិងដំណើរការគោលបំណងណែនាំសម្រាប់សិស្សធ្វើការរៀបចំបែប ការពិភាក្សាវឌ្ឍនភាពនិងផែនការសកម្មភាពដែលដឹកនាំដោយសិស្សបាទសង្កត់ធ្ងន់លើលទ្ធភាពនិងវឌ្ឍនភាពកំណត់ពេលប្រជុំពី10ទៅ15នាទីផ្ដោតលើប្រធានបទសំខាន់1ឬ2ការពិភាក្សាដែលប្រកបដោយការគិតនិងការលើកទឹកចិត្តកត់ត្រាសម្រាប់ជាឯកសារយោងនិងផែនការពេលអនាគតបាទអញ្ចឹងសារៈសំខាន់នៃផលបត្តិគឺប្រមូលនិងវិតម្លៃស្នាដៃការងាររបស់សិស្ស ដែលបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅសម្រាប់លទ្ធផលសិក្សារំពងទឹកនិងរំពឹងទុកនិងការសម្រេចនៅស្តង់ដារនៃការសិក្សារួមបញ្ចូលនៅគោលការណ៍នៃការវិតម្លៃអនុវត្តជាមួយនឹងឆ្លុះបញ្ចាំងផលបត្តិនិងផលបត្តិអេឡិចត្រូនិកអាចជាឧបករណ៍ដ៏មានឥទ្ធិពលដើម្បីកែលម្អការសិក្សារបស់សិស្សជាមួយនឹងភាពបត់បែនដែលមានក្នុងផលបត្តិមានភាពងាយស្រួលក្នុងការវិតម្លៃជាលក្ខណៈបុគ្គលដូច្នេះអ្នកអាចបង្កើន ការផ្ដល់ព័ត៌មានត្រឡប់ប្រកបដោយអត្ថន័យរបស់សិស្សម្នាក់ៗបាទអរគុណលោកទេសជម្រាបលា